bà hai cái lại ní cứ chia cái lại đã rụp thót profile TikTok dưỡng hai cái lại ní cứ bông phôn ai đã chia video của bà này nè tiếp theo con chạy là lừa năng mùi máu bà chạy lừa năng muối rồi hai con giờ bị tha select from gallery số đấy bọn nào khné ngày nay trong miền video mới tiết trong lấy bông bọn nào khné ông pi đặc biệt này cả đã rụp profileใน ក្នុង account TikTok ណាព្រោះនៅមានបងប្អូនយើងខ្លះគឺគាត់នៅអត់ទាន់ដឹងរបៀបនៃការដាក់ profile TikTok ដែលគេបាន update ទម្រង់ថ្មីណាគឺពេលដែលគាត់ចង់ដាក់ profile TikTok គឺពេលដាក់ទៅគឺវាទៅជាចេញ story នៅក្នុង profile យើងវិញណាអញ្ចឹងកុំឲ្យបងប្អូនច្រឡំកន្លែងហ្នឹងណាតែឥឡូវមុននឹងធ្វើការបង្ហាញហ្នឹងសូមបងប្អូនថ្មីកុំភ្លេចជួយចុច like subscribe នៅ channel ខ្ញុំម្នាក់មួយបាទណាបាទឥឡូវបងប្អូនចូលទៅក្នុង account TikTok មកខ្ញុំប្រាប់បងប្អូនរបៀបដាក់ណាចូល TikTok ពេលដែលបងប្អូនចូលមកដល់ក្នុង TikTok អញ្ចឹងរួចហើយបងប្អូនចុចនៅកន្លែង profile យើងនេះចុចលើហ្នឹងមួយបាទនេះមានបងប្អូនខ្លះគាត់ចង់ដូររូប profile TikTok របស់គាត់ស្រាប់តែគាត់ចុចនេះស្រាប់តែគាត់ចុចកន្លែងហ្នឹងគឺពេលដែលចុចទៅគឺកន្លែងហ្នឹងមិនមែនដាក់រូប profile ទេណាបងប្អូនគឺជាកន្លែងដាក់ជា story ទេណាតែបងប្អូនធ្វើយកកន្លែងហ្នឹងគឺដាក់ story ទេអញ្ចឹងគឺអត់ចុចកន្លែងហ្នឹងទេណានេះបងប្អូនមកយកកន្លែងនេះណាកន្លែង edit profile អញ្ចឹងបងប្អូនចុចលើ edit profile ហ្នឹងមួយមកបាទបន្ទាប់មកទៀតកន្លែងនេះគឺបងប្អូនអាចដាក់វីដេអូអធិស្ឋានបាទហើយកន្លែងនេះគឺជាកន្លែងដាក់រូបថតprofile TikTok យើងហើយកន្លែងនេះគឺបងប្អូនអាចដាក់ជាវីដេអូក៏បានដែរណាអញ្ចឹងខ្ញុំដាក់ជារូបភាពអញ្ចឹងបងប្អូនចុចនៅលើហ្នឹងមួយមកបាទចុចលើហ្នឹងមួយរួចហើយបងប្អូនយកពាក្យថា select from gallery ណាបើសិនបងប្អូនចង់ថតផ្ទាល់បងប្អូនយកកន្លែង take photo នេះណាអញ្ចឹងចុចកន្លែង select ហ្នឹងរួចហើយបងប្អូនជ្រើសរើសយករូបណាមួយដើម្បីធ្វើ profile TikTok ណាឥឡូវខ្ញុំសូមរើសរូប template បាទឥឡូវឧទាហរណ៍ថាខ្ញុំយករូបមួយនេះចុះណាអញ្ចឹងបងប្អូន select លើវាមួយមករួចហើយបងប្អូនយក confirm ណាចុច confirm វាមួយមករួចហើយបងប្អូនទាញសេរីរូបយើងមកបងប្អូនចង់ដាក់តាមណាណាឥឡូវខ្ញុំយកប៉ុណ្ណឹងរួចហើយបងប្អូនចុច save post ណាចុច save post វាមួយមកបាទឥឡូវវាកំពុងតែ uploading ឲ្យយើងនេះអញ្ចឹងវាចុច save ហើយអញ្ចឹងយើងចុចថយវាមួយមកឥឡូវគឺយើងដូរ profile picture TikTok យើងបានហើយណាបងប្អូនអ្នកគ្នាបាទគឺរបៀបនៃការដូរ profile TikTok ហ្នឹងគឺដូររបៀបហ្នឹងណាព្រោះនៅមានបងប្អូនយើងក្រៅដូចជាក្មួយខ្ញុំអីគឺគាត់អត់ហើកន្លែងដាក់ profile អត់ឃើញណាទៅខ្ញុំធ្វើវីដេអូនេះដើម្បីចែកម្លែកដល់បងប្អូនទាំងអស់គ្នាណាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនពេញចិត្តវីដេអូនេះកុំភ្លេចជួយចុច like subscribe និង share វីដេអូនេះម្នាក់មួយផងណាបាទអញ្ចឹងសូមអរគុណបងប្អូនដែលបានមើលវីដេអូនេះតាំងពីដើមដល់ចប់អញ្ចឹងយើងនឹងជួបគ្នានៅវីដេអូថ្មីទៀតណាសូមអរគុណ